សួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងលើកយកសេចក្តីសង្ខេបនៃមេរៀនរូបវិទ្យាថ្នាក់ទី11ស្តីពីចលនាខួបនិងលំយល់អាម៉ូនិកមកបង្ហាញតើអ្វីទៅជាចលនាខួបចលនាខួបគឺជាចលនាទាំងឡាយណាដែលកើតឡើងដដែលក្នុងរយៈពេលដូចគ្នាឧទាហរណ៍ដូចជាចលនាត្រនិចនាឡិកាឬចលនាផែនដីវិលជុំវិញព្រះអាទិត្យចំណែកឯលំយល់អាម៉ូនិកវិញវាជាប្រភេទចលនាខួបដែលប្រែប្រួលតាមអនុគមស៊ីនូសូអ៊ីតវាមានកម្លាំងទាញត្រឡប់ដែលសមាមាត្រទៅនឹងបំណះទីពីទីតាំងលំនឹងយើងត្រូវស្គាល់ពាក្យកន្លឹះសំខាន់អំភ្លីតុតជាចម្ងាយផ្លាស់ទីអតិបរមាខួបជារយៈពេលសម្រាប់មួយលំយល់ពិតហើយប្រេកង់គឺជាចំនួនលំយល់ក្នុង1វិនាទីដែលគិតជាហិកដេកចូលដល់រូបមន្តសំខាន់ទំនាក់ទំនងរវាងខួបនិងប្រេកង់គឺច្រាស់គ្នា T ស្មើ1លើ Fave ឬ Fave ស្មើ1លើ T សមីការចលនាលំយល់អាម៉ូនិកត្រូវបានសរសេរជា x ស្មើនឹងអាស៊ីនអូមេហ្គា t បូក phi ក្នុងនោះអូមេហ្គាគឺជាលំកនមុំដែលស្មើនឹង2 π លើ t សម្រាប់ខួបនៃប៉ោលទល់យើងមានរូបមន្ត t ស្មើនឹង2 π អ៊ឺការ៉េនៃ l លើ cell រីឯខួបនៃប៉ោលរេសឺគឺ t ស្មើនឹង2 π អ៊ឺការ៉េនៃ m លើ k ចំណុចសំខាន់មួយទៀតគឺថាមពលមេកានិកសរុបហេក្នុងករណីគ្មានកម្លាំងកកិតផលបូកថាមពលស៊ីនេតិកនិងថាមពលប៉ូតង់ស្យែលគឺថេជនិកតើយើងអនុវត្តចំណេះដឹងនេះនៅឯណាជាក់ស្ដែងនៅក្នុងឧបករណ៍តន្ត្រីចលនារបស់ខ្សែហ្គីតាបង្កើតជារលកសំឡេងតាមរយៈលំយល់នេះឯងវាក៏ត្រូវបានប្រើប្រាស់ក្នុងបច្ចេកវិទ្យាដូចជាម៉ាស៊ីនរថយន្តកង្ហាឧបករណ៍វេជ្ជសាស្ត្រនិងការប្រើប៉ោលក្នុងនាឡិកាបុរាណផងដែរសង្ឃឹមថាបងប្អូនទទួលបានចំណេះដឹងថ្មីៗពីវីដេអូនេះអរគុណ